ក្នុងជីវិតមនុស្សគ្រប់គ្នាតែងតែជួបប្រទះនឹងជម្រើសមានរឿងខ្លះដែលយើងអាចសាកល្បងបានដោយទោះបីបរាជ័យក៏អាចរៀនសូត្រពីវាបានប៉ុន្តែក៏មានរឿងខ្លះទៀតដែរដែលការសាកល្បងដោយមិនគិតឲ្យបានច្បាស់អាចធ្វើឲ្យយើងបាត់បង់អ្វីដែលមិនអាចយកមកវិញបានហេតុនេះហើយទស្សនៈរឿងឲ្យឃ្លាមទៅប្រទុយឃ្លាមមិនធ្វើទេមិនមែនជាពាក្យរបស់មនុស្សខ្លាចការលំបាកនោះទេប្រសិនបើយើងយល់ឲ្យបានជ្រៅវាគឺជាផ្នែកគំនិតរបស់មនុស្សដែលចេះគិតពីផលវិបាកចេះគ្រប់គ្រងហានិភ័យនិងចេះការពារអនាគតរបស់ខ្លួនមនុស្សឆ្លាតមិនមែនជាមនុស្សដែលហ៊ានធ្វើគ្រប់រឿងទេមនុស្សឆ្លាតគឺជាមនុស្សដែលដឹងថារឿងណាគួរហ៊ាននិងរឿងណាគួរឈប់1មិនប្រថុយមិនមែនមានន័យថាខ្លាចក្នុងសង្គមពេលខ្លះមនុស្សដែលមិនព្រមធ្វើអ្វីដែលមានហានិភ័យត្រូវបានគេចោទថាខ្លាចឬមិនហ៊ានប៉ុន្តែការមិនប្រថុយដោយគ្មានហេតុផលមិនមែនជាភាពកំសាន្តទេវាអាចជាភាពទទួលខុសត្រូវអ្នកដែលមានគ្រួសារត្រូវគិតពីគ្រួសារអ្នកដែលមានការងារត្រូវគិតពីជីវភាពអ្នកដែលមានកាតព្វកិច្ចត្រូវគិតពីផលប៉ះពាល់ដែលអាចកើតឡើងមនុស្សដែលគិតមុនធ្វើមិនមែនមនុស្សដែលខ្លាចជីវិតទេគេគ្រាន់តែមិនចង់ឲ្យការសម្រេចចិត្តមួយផ្លែតបំផ្លាញអ្វីដែលគេខំសាងអស់ជាច្រើនឆ្នាំភាពក្លាហានមិនមែនជាការមិនខ្លាចទេភាពក្លាហានគឺការដឹងថាពេលណាត្រូវទៅមុខនិងពេលណាត្រូវឈប់2មុននឹងប្រថុយត្រូវសួរខ្លួនឯងថាតើបើខ្ញុំចាញ់តើខ្ញុំអាចទទួលយកបានទេនេះគឺជាសំណួរដែលមនុស្សជាច្រើនភ្លេចសួរខ្លួនឯងពេលឃើញឱកាសយើងច្រើនគិតតែអ្វីដែលអាចទទួលបានប៉ុន្តែមិនសូវគិតពីអ្វីដែលអាចបាត់បង់បើចំណេញយើងអាចទទួលបានអ្វីបើខាតយើងនឹងបាត់បង់អ្វីបើយើងបរាជ័យតើយើងអាចចាប់ផ្ដើមឡើងវិញបានទេបើការសម្រេចចិត្តនេះខុសតើផលវិបាករបស់វាអាចជួសជុលបានទេបើចម្លើយគឺខាតហើយមិនអាចយកមកវិញបាននោះយើងត្រូវប្រុងប្រយ័ត្នជាងមុនព្រោះក្នុងជីវិតមានការបរាជ័យខ្លះដែលអាចជាមេរៀនប៉ុន្តែក៏មានការបរាជ័យខ្លះទៀតដែលអាចក្លាយទៅជារូបរយៈពេលវែង3កុំយកពីហ៊ានប្រថុយមកបិទបាំងការមិនគិតមនុស្សខ្លះចូលចិត្តនិយាយថាជីវិតត្រូវតែហ៊ានប្រថុយពាក្យនេះអាចជាការលើកទឹកចិត្តដ៏ល្អប៉ុន្តែប្រសិនបើយល់ខុសវាអាចក្លាយទៅជាអន្ទាក់ការប្រថុយដែលមានការគិតគឺជាការវិនិយោគលើឱកាសប៉ុន្តែការប្រថុយដោយមិនគិតគឺជាការលេងជាមួយអនាគតឧទាហរណ៍មនុស្សម្នាក់ចង់ចាប់ផ្ដើមអាជីវកម្មគេអាចសិក្សាទីផ្សារគ្រប់គ្រងទុនចាប់ផ្ដើមពីទំហំតូចនិងរៀបចំផែនការបម្រុងនេះគឺការហ៊ានដែលមានការទទួលខុសត្រូវប៉ុន្តែបើគេខ្ចីប្រាក់ទាំងអស់របស់គ្រួសារដោយមិនសិក្សាទីផ្សារហើយនិយាយថាខ្ញុំក្រេះហ៊ានប្រថុយនោះមិនមែនជាភាពក្លាហានទេវាគឺជាការមិនគិតពីផលវិបាកកុំច្រឡំរវាងភាពក្លាហាននិងភាពមិនប្រុងប្រយ័ត្ន4មនុស្សដែលមានផែនការមិនប្រថុយជីវិតដោយសំណាងមនុស្សដែលមានគោលដៅច្បាស់មិនដាក់អនាគតរបស់ខ្លួនលើសំណាងឡើយគេចង់បានភាពជោគជ័យប៉ុន្តែគេចង់បានភាពជោគជ័យដែលមានមូលដ្ឋានគេចង់រកប្រាក់ប៉ុន្តែមិនចង់រកប្រាក់ដោយបាត់បង់សេចក្តីថ្លៃថ្នូរគេចង់ឈ្នះប៉ុន្តែមិនចង់ឈ្នះដោយបំផ្លាញជីវិតរបស់ខ្លួនការរៀបចំផែនការគឺជាវិធីកាត់បន្ថយការប្រថុយមានផែនការ A ត្រូវមានផែនការ B មានគោលដៅត្រូវមានជំហានមានក្តីស្រមៃត្រូវមានការរៀបចំមានឱកាសត្រូវមានការវាយតម្លៃពេលយើងរៀបចំបានល្អយើងមិនចាំបាច់ពឹងផ្អែកលើសំណាងច្រើនពេកទេ5កុំប្រថុយដោយសារតែចង់បង្ហាញថាខ្លួនហ៊ានមនុស្សជាច្រើនធ្វើរឿងដែលខ្លួនមិនគួរធ្វើដោយសារតែចង់ឲ្យអ្នកដទៃគិតថាខ្លួនជាមនុស្សក្លាហានគេឃើញអ្នកដទៃធ្វើក៏ធ្វើតាមគេឃើញអ្នកដទៃចំណេញក៏ចង់បានដែរគេឮគេនិយាយថាអ្នកខ្លាចក៏ខំធ្វើដើម្បីបង្ហាញថាខ្លួនមិនខ្លាចប៉ុន្តែយើងត្រូវចាំថាអ្នកដទៃអាចនិយាយពីការសម្រេចចិត្តរបស់យើងបានប៉ុន្តែពួកគេមិនមែនជាអ្នកទទួលផលវិបាកជំនួសយើងទេបើខាតពួកគេមិនមកសងជំនួសយើងទេបើបរាជ័យពួកគេក៏មិនមករស់ជំនួសយើងទេបើបាត់បង់អនាគតពួកគេក៏មិនអាចយកអនាគតមកឲ្យយើងវិញបានដែរដូច្នេះកុំធ្វើអ្វីមួយគ្រាន់តែដើម្បីឲ្យអ្នកដទៃសរសើរថាអ្នកហ៊ានជីវិតរបស់យើងមិនមែនជាការប្រកួតដើម្បីបង្ហាញភាពក្លាហានទៅកាន់អ្នកដទៃទេ6ចេះនិយាយទេក៏ជាជំនាញមួយដែរពាក្យទេពេលខ្លះពិបាកនិយាយជាងពាក្យបាទឬចាស់ពេលមនុស្សគ្រប់គ្នាទៅមុខយើងត្រូវហ៊ាននិយាយថាខ្ញុំមិនទៅទេប្រសិនបើយើងដឹងថាផ្លូវនោះមិនសមស្របសម្រាប់យើងពេលមនុស្សគ្រប់គ្នាចង់ធ្វើយើងត្រូវហ៊ាននិយាយថាខ្ញុំមិនធ្វើទេប្រសិនបើយើងដឹងថាវាអាចនាំមកនូវផលវិបាកជំងឺធ្ងន់ធ្ងរការនិយាយទេមិនមែនមានន័យថាយើងអន់ជាអ្នកដទៃទេពេលខ្លះទេគឺជាការការពារសេចក្តីថ្លៃថ្នូរពេលខ្លះទេគឺជាការការពារគ្រួសារពេលខ្លះទេគឺជាការការពារអនាគតហើយពេលខ្លះទេគឺជាការជ្រើសរើសសន្តិភាពជំនួសបញ្ហា7កុំប្រថុយនឹងអ្វីដែលបំផ្លាញតម្លៃរបស់ខ្លួនមានរឿងជាច្រើនដែលយើងអាចបាត់បង់ហើយអាចរកមកនឹងបាន
ប្រាក់អាចរកឡើងវិញការងារអាចរកថ្មីអាជីវកម្មអាចចាប់ផ្ដើមម្ដងទៀតឱកាសខ្លះអាចមានជាលើកទី2ប៉ុន្តែមានរឿងខ្លះដែលបាត់ហើយពិបាកយកមកវិញណាស់ដូចជាកិត្តិយសសេចក្តីទុកចិត្តសេចក្តីថ្លៃថ្នូរនិងសុវត្ថិភាពរបស់ខ្លួននិងអ្នកជុំវិញដូច្នេះមុននឹងសម្រេចចិត្តលើរឿងធំចូលឈប់មួយផ្លែតហើយគិតកុំឲ្យអារម្មណ៍មួយផ្លែតคล้ายទៅជាបញ្ហារយៈពេលជាច្រើនឆ្នាំកុំឲ្យការចង់បានភ្លាមបំផ្លាញអ្វីដែលយើងខំសាងជាយូរកុំឲ្យពាក្យរបស់អ្នកដទៃបង្ខំឲ្យយើងធ្វើអ្វីដែលយើងដឹងថាមិនល្អសម្រាប់ខ្លួនឯងចូលចេះថ្លឹងថ្លែងចេះសួរចេះសិក្សាចេះរងចាំហើយចេះនិយាយថាទេនៅពេលចាំបាច់ព្រោះមនុស្សដែលឆ្លាតមិនមែនជាមនុស្សដែលមិនធ្លាប់ប្រឈមនឹងហានិភ័យទេគឺជាមនុស្សដែលដឹងថាហានិភ័យណាដែលគួរទទួលនិងហានិភ័យណាដែលគួរបដិសេធដូច្នេះសូមចងចាំទស្សនៈមួយនេះរឿងឲ្យឃ្លាមទៅប្រធុយខ្ញុំមិនភឿទេមិនមែនជាពាក្យរបស់មនុស្សខ្លាចជីវិតទេវាគឺជាពាក្យរបស់មនុស្សដែលចេះគិតពីតម្លៃនៃអនាគតរបស់ខ្លួនយើងមិនចាំបាច់បង្ហាញភាពក្លាហានដោយយកជីវិតទៅប្រថុយទេយើងមិនចាំបាច់បង្ហាញថាខ្លួនខ្លាំងដោយធ្វើតាមគ្រប់គ្នាទេយើងមិនចាំបាច់ឈ្នះគ្រប់សមរភូមិទេអ្វីដែលយើងត្រូវធ្វើគឺរស់នៅដោយមានប្រាជ្ញាសម្រេចចិត្តដោយមានការទទួលខុសត្រូវនិងការពីអ្វីដែលមានតម្លៃសម្រាប់ជីវិតរបស់យើងព្រោះនៅទីបំផុតមនុស្សដែលឆ្លាតមិនមែនជាអ្នកដែលហ៊ានប្រថុយគ្រប់យ៉ាងឡើយមនុស្សដែលឆ្លាតគឺជាអ្នកដែលដឹងថាអ្វីដែលគួរប្រថុយនិងអ្វីដែលមិនគួរប្រថុយហើយពេលខ្លះការដែលយើងនិយាយថាខ្ញុំមិនធ្វើទេមិនមែនជាការបោះបង់ឱកាសនោះទេវាគឺជាការនិយាយទៅកាន់អនាគតរបស់ខ្លួនថាខ្ញុំមានអ្វីដែលត្រូវការពារហើយខ្ញុំមិនយកជីវិតរបស់ខ្ញុំទៅលេងជាមួយរឿងដែលមិនចាំបាច់ទេ